យើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើនិងឬពាក្យសុខភាពហើយខ្លួនប្រាណនិងជីវិតរស់នៅរបស់យើងផ្ទាល់ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរអ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាពរីឯអ្នកខ្លះទៀតមិនខ្វល់ខ្វាយនឹងសុខភាពឡើយកាលពីមុនសុខភាពត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយនិងផ្លូវចិត្តតាមបែបបទមាត្រដ្ឋានមួយមានសុខភាពក៏បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាទម្ងន់លទ្ធភាពសម្លឹងមើលឃើញលទ្ធភាពស្ដាប់ស្ថានភាពដកដង្ហើមជាដើមនៅឆ្នាំ1946អង្គការសុខភាពពិភពលោកបានដាក់បញ្ចូលកម្រិតសង្គមដោយឲ្យនិយមន័យថាសុខភាពគឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយផ្លូវចិត្តអារម្មណ៍និងសុខុមាលភាពសង្គមពោលសុខភាពមិនត្រឹមតែភាពគ្មានជំងឺឬពិការភាពប៉ុណ្ណោះទេបន្ទាប់មកការវិវត្តនៃសុខភាពបានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាពដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការនិងរឿងរ៉ាវបុគ្គលនៅចុងទសវត្សរ៍ទី20នេះសុខភាពបានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួនដោយឡែកមជ្ឈមណ្ឌលអប់រំសុខភាពនៅប្រទេសបារាំងបានឲ្យនិយមន័យថាសុខភាពគឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គមបូករួមទាំងធាតុផ្សំជីវិតផ្លូវកាយផ្លូវចិត្តនិងសង្គមដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយដែលពាក់ព័ន្ធនឹងសុខភាពជាអាទិស្ថានភាពសុខភាពផ្ទាល់ខ្លួនរឿងរ៉ាវផ្ទាល់ខ្លួនកម្រិតស្ថានភាពសង្គមសេដ្ឋកិច្ចច្បាប់និងវប្បធម៌នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាង2ទសវត្សរ៍កន្លងមកប្រទេសកម្ពុជាយើងបានទទួលការបាត់បង់យ៉ាងធំធេងដែលមិនអាចពណ៌នាបានឡើយក្រោយពីស្ដារនិងរៀបចំឡើងវិញនៅរចនាសម្ព័ន្ធសង្គមរួចមកប្រទេសកម្ពុជាបានប្រែប្រួលនិងផ្លាស់ប្ដូរយ៉ាងខ្លាំងប៉ុន្តែការរស់នៅដោយឆ្លងកាត់វិបត្តិផ្សេងរួមទាំងការប្រែប្រួលក្នុងសង្គមបានជាឥទ្ធិពលយ៉ាងខ្លាំងមកលើការរស់នៅរបស់ប្រជាជនកម្ពុជាយើងឥទ្ធិពលអវិជ្ជមានទាំងឡាយដែលបានកើតឡើងក្នុងសង្គមនាពេលបច្ចុប្បន្នជាពិសេសបញ្ហាដែលបន្សល់ទុកពីសង្គ្រាមដូចជាការព្រាត់ប្រាសឪពុកម្ដាយបងប្អូនវិនាសទ្រព្យសម្បត្តិការធ្លាក់ខ្លួនពិការនិងផលប៉ះពាល់អវិជ្ជមានផ្សេងទៀតបានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើងដែលអាចបង្កើតជាបញ្ហាផ្លូវចិត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃបញ្ហាទាំងអស់នេះរួមជាមួយនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀតក្នុងសង្គមដូចជាភាពក្រីក្រសកម្មភាពអនាចារផ្សេងអាចបង្កឲ្យយុវជនដែលជាមនុស្សជំនាន់ថ្មីមានស្ថានភាពផ្លូវចិត្តពុំល្អប្រសើរឡើយហើយក៏ជាកត្តាជំរុញឲ្យមានអំពើហិង្សាជម្លោះប្រដាប់អាវុធក្នុងសង្គមនិងនិន្នាការអវិជ្ជមានផ្សេងជាច្រើនតាក់ទងទៅនឹងឥរិយាបថនិងអាកប្បកិរិយារបស់យុវជននៅក្នុងផ្នែកមួយស្ដីអំពីអារម្មណ៍ទុក្ខព្រួយនៃឯកសារស្ដីពីការអង្កេតថ្នាក់ជាតិទៅលើឥរិយាបថប្រកបដោយគ្រោះថ្នាក់របស់យុវវ័យដែលធ្វើឡើងដោយក្រសួងអប់រំយុវជននិងកីឡាឧបត្ថម្ភដោយអង្គការ UNICEFនិង UNESCO នៅក្នុងឆ្នាំ2004បានបង្ហាញថាយ៉ាងហោចណាស់ក៏មានយុវជនរហូតទៅដល់20ធ្លាប់មានអារម្មណ៍ទុក្ខព្រួយអស់សង្ឃឹមរហូតដល់ចង់ធ្វើអ្វីក្នុងរយៈពេលច្រើនជាងមួយសប្តាហ៍ហើយនៅក្នុងចំណោមអ្នកដែលមានអារម្មណ៍ទុក្ខព្រួយនិងអស់សង្ឃឹមម្នាក់ក្នុងចំណោម5នាក់ឬ4នៃយុវវ័យទូទាំងប្រទេសធ្លាប់បានគិតដល់ការធ្វើអត្តឃាតនៅពេលដែលយុវជនទាំងនោះមានអារម្មណ៍ខូចចិត្តគឺមានតែម្ដាយឪពុកឬអាណាព្យាបាលជាស្ត្រីនិងមិត្តភក្តិតែប៉ុណ្ណោះដែលបានជួយលួងលោមផ្ដល់កម្លាំងចិត្តដល់ពួកគេផ្ដើមចេញពីបញ្ហានេះក្រសួងអប់រំយុវជននិងកីឡាបានលើកទឹកចិត្តឲ្យស្ថាប័នជំនាញក្នុងក្រសួងសហការជាមួយនឹងសមាគមរិញ្ញជនពុទ្ធពោធិមិត្តយកចិត្តទុកដាក់អភិវឌ្ឍនៅគម្រោងមេរៀនអប់រំដល់យុវជនក៏ដូចជាការផ្ដល់ចំណេះដឹងមូលដ្ឋានតាក់ទងនឹងការថែទាំសុខភាពចិត្តដើម្បីឲ្យយុវជនយើងអាចយល់ដឹងពីទ្រឹស្ដីហើយប្រើប្រាស់និងអនុវត្តជាក់ស្ដែងនៅក្នុងបំណិនជីវិតក្នុងការគ្រប់គ្រងនៅភាពតានតឹងចិត្តនិងអារម្មណ៍អវិជ្ជមានដែលជំរុញឲ្យពួកគេធ្វើអត្តឃាតរួមនឹងការជួយគាំទ្រឲ្យយុវជនអភិវឌ្ឍបានល្អប្រសើរនៅការគោរពនិងឲ្យតម្លៃចំពោះខ្លួនឯងដែលជាកត្តាបង្កើតនៅភាពរឹងមាំផ្នែកផ្លូវចិត្តគម្រោងមេរៀននេះគឺជាឯកសារមូលដ្ឋានមួយជួយដល់លោកគ្រូអ្នកគ្រូអាចប្រើប្រាស់
ជាមូលដ្ឋានក្នុងការផ្ដល់ចំណេះដឹងផ្នែកសុខភាពផ្លូវចិត្តដល់យុវវ័យបានតាមរយៈកម្មវិធីសិក្សានៅក្នុងសាលាចំណេះទូទៅនៅក្នុងក្រុងមេរៀននេះរួមមានខ្លឹមសារសំខាន់ជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវចិត្តដូចជា 1. ព័ត៌មានជាមូលដ្ឋានស្ដីអំពីប្រភពដែលបង្កើតឲ្យមានបញ្ហាផ្លូវចិត្តនិងជំងឺផ្លូវចិត្ត 2. បច្ចេកទេសក្នុងក្របខ័ណ្ឌថែទាំសុខភាពបឋមផ្នែកផ្លូវចិត្តដែលជួយឲ្យយុវជនអាចជួយខ្លួនឯងបានក្នុងការគ្រប់គ្រង វិធីសាស្ត្រក្នុងការជួយខ្លួនឯងឲ្យយុវជនមានកម្លាំងចិត្តរឹងមាំអាចប្រឈមមុខដោះស្រាយនៅបញ្ហាផ្នែកផ្លូវចិត្តក្នុងមធ្យោបាយវិជ្ជមានដែលរួមមានការបង្កើតអារម្មណ៍និងទស្សនៈវិជ្ជមានក្នុងផ្លូវចិត្តក៏ដូចជាការអភិវឌ្ឍនូវការគោរពចំពោះតម្លៃខ្លួនឯង ក្រៅពីខ្លឹមសារសំខាន់ជាមូលដ្ឋានដូចខាងលើនៅក្នុងសៀវភៅណែនាំនេះក៏បានផ្ដល់នូវវិធីសាស្ត្រសម្រាប់ដឹកនាំការបង្រៀនសិស្សដោយផ្អែកលើគោលការណ៍សិស្សមជ្ឈមណ្ឌលដើម្បីជំរុញការបង្រៀននិងការសិក្សារបស់សិស្សលោកគ្រូអ្នកគ្រូអាចប្រើប្រាស់សៀវភៅណែនាំនេះគួបផ្សំនឹងសមត្ថភាពជំនាញផ្នែករៀបចំគម្រោងសម្រាប់ការបង្រៀននិងភាពប៉ិនប្រសប់ក្នុងការបង្រៀនដើម្បីផ្ដល់នូវចំណេះដឹងទាក់ទងនឹងការថែទាំសុខភាពផ្លូវចិត្តនេះដល់សិស្សឲ្យទទួលបាននូវប្រសិទ្ធភាពនិងលទ្ធផលខ្ពស់